ក្នុងបញ្ញកិរិយាវត្ថុ10បញ្ញកិរិយាវត្ថុទី1បុណ្យសម្រេចដោយការឲ្យទានមានចេតនាជាតួកុសលកម្មប្រកបដោយហេតុ2អលោភៈនិងអតោសៈក៏មានប្រកបដោយហេតុ3អលោភៈអតោសៈនិងបញ្ញាក៏មានអ្នកឲ្យមិនសង្ឃឹមផលអ្នកទទួលមិនគួរភ្លេចបើមិនធ្វើល្អទេមានជីវិត100ឆ្នាំក៏ពុំមានប្រយោជន៍អ្វីដែរបើឃើញតែពីបានទេកុំសង្ឃឹមទឹកចិត្តអ្នកដទៃកុំទុកចិត្តមនុស្សដែលគិតតែពីប្រយោជន៍ខ្លួនឯងកើតជាមនុស្សត្រូវតែចេះឲ្យទានមិនច្រើនក៏តិចដែរមនុស្សល្អពេញចិត្តជួយឲ្យគេបានសុខអ្នកឲ្យរមែងបានមិត្តកំចាត់នៅគំនុំទានដូចជាការនាំទ្រព្យចេញពីផ្ទះដែលត្រូវភ្លើងឆេះធម្មទានឈ្នះអស់ទានទាំងពួងការឲ្យធម៌ជាទានឈ្មោះថាឲ្យនិព្វានដល់អ្នកដទៃបញ្ញកិរិយាវត្ថុទី2បុណ្យសម្រេចដោយការរក្សាសិលមានចេតនាជាតួកុសលកម្មប្រកបដោយហេតុ2ក៏មានប្រកបដោយហេតុ3ក៏មានទាំងសិលគ្រហស្ថមានទាំងសិលបព្វជិតសិលធម៌មិនវិន័យឡើយមនុស្សទេដែលនិរះពីសិលធម៌កំហុសចាត់ជាគ្រូក៏ពិតហើយតែសូមកុំខុសដដែលសេចក្តីល្អមានតម្លៃជាងបរិញ្ញាបត្ររូបស្អាតច្រើនតែជាសត្រូវនឹងសេចក្តីល្អគឺជាមកុដនៃរូបស្អាតមនុស្សល្ងងទុកបេះដូងនិងអណ្ដាតនិយាយអត់គិតមនុស្សឆ្លាតទុកអណ្ដាតនិងបេះដូងគិតរួចទៅនិយាយកុំខ្ជិលសាងគុណធម៌ព្រោះគ្មានអ្នកណាល្អជំនួសយើងទេគុណធម៌មានការប្រយ័ត្នជាមេត្តាមានការអត់ធន់ជាបិតាមនុស្សល្អមិនស្វែងរកសុខលើសេចក្តីទុក្ខនៃអ្នកដទៃឡើយបញ្ញកិរិយាវត្ថុទី3បុណ្យសម្រេចដោយសមថៈនិងវិបស្សនាមានចេតនាជាតួកុសលកម្មមានឯកកតាចេតសិកជាអង្គធម៌របស់សមថៈមានបញ្ញាចេតសិកជាអង្គធម៌របស់វិបស្សនាមានការចម្រើននៅក្នុងកាមាវចរៈកុសលដោយមហាកុសល8ដួងបាបកើតពីអារម្មណ៍ណាក៏បីហាមចិត្តចាកអារម្មណ៍នោះចូលត្រេកអរក្នុងការមិនប្រមាទចូលតាមរក្សាចិត្តរបស់ខ្លួនសេចក្តីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ជាអ្នកមានធម៌បានស្ដាប់ហើយពិចារណាឃើញនៅធម៌នាំមកនៅសេចក្តីសុខកិរិយាមិនបៀតបៀនគឺកិរិយាសង្រួមចំពោះសត្វទាំងឡាយនាំមកនៅសេចក្តីសុខពន្លឺភ្លឺស្វាងស្មើដោយបញ្ញាមិនមានឡើយបញ្ញានាំឲ្យបានដឹងនៅគុណប្រយោជន៍នៃអបមាទធម៌ឈើក្លឹមគ្រប់ដើមមិនមែនបានធំក្នុងពេល1ឆ្នាំនោះទេព្យាយាមនិងអំណត់ជាគ្រូបង្ហាត់ដ៏ធំក្នុងលោកជីវិតគឺជាការដើរផ្លូវឆ្ងាយរូបរាងកាយជាសាលាសំណាក់ការវេលារមែងទំពាស៊ីអស់សពសត្វព្រមទាំងខ្លួនរបស់វាអ្នកប្រាជ្ញហៅជីវិតដែលរស់នៅប្រកបដោយបញ្ញាថាជាជីវិតដ៏ប្រសើរបញ្ញកិរិយាវត្ថុទី4បុណ្យសម្រេចដោយការគោរពឱនលំទោនបុណ្យនេះសង្គ្រោះចូលក្នុងសិលផ្នែកខាងធ្វើសក្ការៈគោរពបូជាដល់ព្រះរតនត្រ័យគ្រូឧបជាយាចាមេត្តាបិតាជាដើមជាបុណ្យកុសលផ្នែកខាងផ្ដល់ប្រគល់ប្រកេនថ្វាយនូវកិត្តិយសភាពឧត្តមឧត្តមខ្ពង់ខ្ពស់និងភាពប្រសើរថ្លៃថ្នូរមនុស្សត្រូវមានកិរិយាសុភាពដោយផ្កាឈើត្រូវមានក្លិនក្រអូបមេរយាទទន់ភ្លន់ជាមិត្តនឹងគុណធម៌ដែលមិនបែកគ្នាឡើយមនុស្សល្អរមែងសាងគុណធម៌ព្រមឲ្យអ្នកដទៃល្អជាងខ្លួនអ្នកដែលអួតអាងដំកើងខ្លួនច្រើនតែជាអ្នកខ្វះសមត្ថភាពអ្នកដែលស្គាល់ខ្លួនឯងដោយល្អរមែងមិនលើកដំកើងខ្លួនយើងត្រូវគោរពរាប់អានខ្លួនឯង
បើមិនដូច្នោះទេនឹងមិនមានអ្នកដតីណាគេគោរពយើងឡើយដំណើរជីវិតរបស់មនុស្សត្រូវនៅក្នុងផ្លូវនៃការគោរពខ្លួននិងអ្នកដែលមិនគោរពខ្លួនឯងរមែងជាទីប្រមាថមាក់ងាយរបស់អ្នកដតីកតញ្ញូតាធម៌របស់កូនគឺជាសេចក្តីសុខរបស់ឪពុកម្ដាយកតញ្ញូតាធម៌ជារស្មីចាំងចែងចេញពីចិត្តខ្ពស់និងប្រសាការដឹងគុណដល់គ្នានឹងគ្នានាំឲ្យគោរពគ្នាទៅវិញទៅមកភរិយាស្វាមីមានគុណដល់គ្នានឹងគ្នារាល់ថ្ងៃត្រូវដឹងផងតើការគោរពខ្លួនឯងនោះគួរគោរពដោយម្ដេចជាការងាយយល់ទេបើយើងនឹកដល់អ្នកដតីដែលគេត្រូវគោរពយើងនោះគឺគេគោរពយើងព្រោះយើងជាមនុស្សចាស់ឬព្រោះយើងជាឪពុកម្ដាយរបស់គេជាដើមដូច្នេះពាក្យថាការគោរពខ្លួនឯងកັບបីយល់ថាជាការតម្កល់ខ្លួនឲ្យប្រពៃអ្នកដតីគេមិនគោរពគោក្របីឆ្កែឆ្មាទេតែគេគោរពយើងព្រោះយើងមានជាតិជាមនុស្សចោលចំណែកខ្លួនឯងវិញត្រូវគោរពខ្លួនជាមនុស្សយ៉ាងណាគឺត្រូវប្រព្រឹត្តធ្វើនៅអំពើណាកុំឲ្យខ្លួនឯងបាត់បង់នៅភាពជាមនុស្សយ៉ាងនេះឯងដែលឈ្មោះថាគោរពខ្លួនឯងជាមនុស្សអ្នកដតីគេគោរពយើងព្រោះយើងជាចាស់ព្រោះយើងជាគ្រូព្រោះយើងជាអ្នកចេះដឹងព្រោះយើងជាម៉ែព្រោះយើងជាឪបើយើងជាឪពុកគេតើយើងត្រូវគោរពខ្លួនឯងយ៉ាងណាគឺយើងមិនត្រូវធ្វើនៅអំពើណាដែលនាំឲ្យបាត់បង់នៅភាពជាឪពុករបស់គេនឹងឯងបើយើងប្រព្រឹត្តនៅអំពើដោយសត្វតិរិឆានឈ្មោះថាមិនទទួលស្គាល់ខ្លួនឯងថាជាបិតារបស់កូនមិនទទួលស្គាល់ខ្លួនឯងថាជាបព្វាចារ្យរបស់កូនមិនទទួលស្គាល់ខ្លួនឯងថាជាព្រះព្រហ្មរបស់កូនព្រមទាំងមិនទទួលស្គាល់ខ្លួនឯងថាជាព្រះអរហន្តរបស់កូនតើឲ្យកូនទទួលស្គាល់និងគោរពខ្លួនឯងដែលជាអ្នកបង្កើតគេមកយ៉ាងដូចម្ដេចទៅសូមចាំកុំភ្លេចថាការគោរពខ្លួនឯងមិនមែនការលើកតម្កើងខ្លួនឯងទេបញ្ញកិរិយាវត្ថុទី5បុណ្យសម្រេចដោយការងារជួយដល់អ្នកដតីបុណ្យនេះសង្គ្រោះចូលក្នុងសិលព្រោះជាមេរយាទដែលប្រព្រឹត្តល្អដោយកាយដោយវាចាជាអដ្ឋចរិយាការប្រព្រឹត្តនៅអំពើជាប្រយោជន៍ដល់អ្នកដតីបើបានបម្រើដល់បរតនត្រ័យជាកម្ពូលនៃការបម្រើបរិចរិយានុត្តរិយៈកើតមកជាមនុស្សត្រូវខំព្យាយាមធ្វើល្អគ្រប់យ៉ាងក្រៅអំពីនេះស្រេចនៅលើកម្មចាស់ឲ្យផលកម្មលិខិតសេចក្តីខ្ជិលច្រអូសជាប្រិយស្ម័គ្រសានកប់មនុស្សទាំងអស់ក្រេដេកគឺជាគុករបស់មនុស្សកំចិលសេចក្តីខ្ជិលច្រអូសគឺជាមេត្តានៃសេចក្តីទុក្ខលំបាកសេចក្តីខ្ជិលគឺជាប្រភពនៃការប្រព្រឹត្តអាក្រក់ផ្សេងសេចក្តីខ្ជិលនិងក្រលំបាកជាមិត្តចិត្តដិតនឹងគ្នាសេចក្តីខ្ជិលជាប្រធាននៃសេចក្តីវិន័យកាលបើបុគ្គលសម្លឹងឃើញទោសនៃសេចក្តីខ្ជិលហើយកាប់បីក្រវ៉ានក្រតានក្នុងការងារទោះការងារនោះជាប្រយោជន៍សម្រាប់ខ្លួនឯងក្តីសម្រាប់អ្នកដតីក្តីក៏ចេះតែធ្វើទៅដោយមិនចាំបាច់មើលបំណាំឡើយមនុស្សយើងរួចពីនរកមកមិនមែនមកដេកខ្ជិលនោះទេត្រូវធ្វើទុកក្នុងចិត្តថានរកដោយសត្វខ្លាកំពុងតែដេញតាមប្រកាសហើយត្រូវដាស់តឿនខ្លួនឯងជារឿយៗថាបច្ចុប្បន្នភពនេះមិនមែនជាកន្លែងពិតរបស់យើងទេតាំងពីយើងចាប់បដិសន្ធិមកយើងត្រូវបង់ពន្ធជីវិតឲ្យមច្ចុរាជរាល់ថ្ងៃជាទីបំផុតជីវិតយើងក៏ត្រូវអស់មានព្យាយាមខ្លាំងក្លាស្មើនឹងការសម្រេចប្រយោជន៍បានពាក់កណ្ដាលបញ្ញកិរិយាវត្ថុទី6បុណ្យសម្រេចដោយការចែកបុណ្យនិងឧទ្ទិសបុណ្យឲ្យដល់អ្នកដតីបុណ្យនេះសង្គ្រោះចូលក្នុងទានដែលសម្រេចដោយទឹកចិត្តមេត្តាព្រមដោយការយល់ដឹងជូនបុណ្យអ្នកដតីត្រូវប្រកបដោយចិត្តមេត្តានឹកគិតប្រាថ្នាឲ្យគេបានប្រយោជន៍សុខពិតៗគឺថាបើគេត្រេកអរនឹងបុណ្យដែលយើងបានជូនហើយគេរមែងបាននៅមហាកុសលដែលជាគុណជាតិនាំអនុប្រយោជន៍និងសេចក្តីសុខជូនបុណ្យឧទ្ទិសបុណ្យពេលខ្លះក៏ត្រូវប្រកបដោយចិត្តករុណានឹកគិតប្រាថ្នាឲ្យគេបានផុតចាកអំពីសេចក្តីទុក្ខលំបាកបើគេអនុមោទនាត្រេកអរហើយគេរមែងបាននៅបុណ្យហើយបុណ្យនោះនឹងជួយឲ្យគេបានរួចផុតអំពីទុក្ខទាំងពួង
បើច្រណែននឹងសម្បត្តិអ្នកដតីក៏មិនអាចបំពេញនៅបុណ្យនេះបានដែរម្យ៉ាងទៀតជូនបុណ្យប្រគេនបុណ្យព្រោះគ្រាន់តែចង់បង្អួតខ្លួនឯងក៏មិនអាចបំពេញនៅបុណ្យនេះបានដែរនិងម្យ៉ាងទៀតនោះមនុស្សច្រើនណាស់ដែលមិនបានយល់ច្បាស់អំពីបុណ្យរបៀបនេះហើយក៏ស្ងៀមទៅបញ្ញកិរិយាវត្ថុទី8បុណ្យសម្រាប់ពីការអនុមោទនាជ្រះថ្លាត្រេកអរនឹងបុណ្យកុសលដែលអ្នកដតីបានធ្វើបុណ្យនេះសង្គ្រោះចូលក្នុងពួកទានកុសលផងដែរបើមិនយល់ដឹងអំពីមហាកុសលទេក៏មិនដឹងថាការអនុមោទនាជាមហាកុសលដែរហើយក៏មិនបានដឹងថាមហាកុសលជាបុណ្យទៀតផងមនុស្សយើងច្រើនអ្នកណាស់ដែលមិនដឹងច្បាស់ថាអ្វីជាបុណ្យហើយអ្វីជាបាបឲ្យពិតប្រាកដព្រោះហេតុនោះឯងទើបអាចមានជំនឿខុសថាបាបអាចលាងជម្រះដោយទឹកស័ក្តិសិទ្ធិឬមានព្រះអាចទទួលយកបាបអំពីខ្លួនឯងបានការមើលងាយអ្នកដតីព្រោះជាត្រកូលឬព្រោះទ្រព្យជាដើមក៏មិនអាចអនុមោទនាបុណ្យពីបុគ្គលដែលខ្លួនកំពុងមើលងាយនោះបានដែរដូច្នេះការអនុមោទនាបុណ្យជាការកម្ចាត់បងនៅមានះព្រមទាំងកិលេសផ្សេងទៀតមានសេចក្តីក្រោធជាដើមបញ្ញកិរិយាវត្ថុទី8បុណ្យសម្រាប់ពីការសម្ដែងធម៌បុណ្យនេះសង្គ្រោះចូលក្នុងទានដោយពិតព្រោះជាធម្មទានប៉ុន្តែចំពោះធម្មទានដោយការសម្ដែងធម៌នេះមានសេចក្តីពិសេសព្រោះជាប់តាក់ទងនឹងការតម្កល់ចិត្តឲ្យបាននឹងថឹងដូច្នេះទៅត្រូវសង្គ្រោះចូលក្នុងភាវនាហើយចាត់ជាទានដែលឈ្នះអស់ទានទាំងពួងថ្ងៃ15កើតខែអាសាឍបន្ទាប់ពីព្រះអង្គត្រាស់ដឹងបាន2ខែជាថ្ងៃកំណើតព្រះធម៌ទេសនាហើយក៏ជាថ្ងៃកំណើតព្រះសង្ឃផងដែរដូច្នេះគួរពុទ្ធបរិស័ទធ្វើនៅអាសាឡហបូជាដោយចិត្តជ្រះថ្លាគឺនៅក្នុងថ្ងៃ15កើតមុនចូលវស្សា1ថ្ងៃការសម្ដែងនៅព្រះសទ្ធំនាំមកនៅសេចក្តីសុខបញ្ញកិរិយាវត្ថុទី9បុណ្យសម្រាប់ពីការស្ដាប់ធម៌បុណ្យនេះសង្គ្រោះចូលក្នុងភាវនាព្រោះជាការតម្កល់ចិត្តដោយល្អប្រឆាចការងប់ងក់និងការរីមីព្រមទាំងតាំងចិត្តគោរពព្រះធម៌ដែលជាការគោរពដ៏ខ្ពង់ខ្ពស់ទៀតផងបុគ្គលមានសទ្ធាជឿធម៌ព្រះអរហន្តថាជាធម៌នាំឲ្យបានសម្រេចដល់នៅព្រះនិព្វានមួយមានការស្ដាប់ព្រះធម៌ដោយល្អមួយគោរពព្រះធម៌ដោយសេចក្តីមិនប្រមាទមួយនិងពិចារណានៅសេចក្តីនៃព្រះធម៌មួយទាំង4នេះជាហេតុនាំឲ្យបានសម្រេចនៅបញ្ញាមនុស្សដែលទៅជាមនុស្សល្អមិនបានគឺមនុស្សមិនព្រមស្ដាប់អ្នកណាដំកើងខ្លួនឯងមាក់ងាយអ្នកដតីបញ្ញកិរិយាវត្ថុទី10បុណ្យសម្រាប់ដោយការយល់ត្រូវបុណ្យនេះសង្គ្រោះចូលក្នុងទានសិលភាវនាព្រោះថាបុណ្យនេះជាតួបញ្ញាឬថាជាផ្នែកយល់ដឹងទៅតាមសេចក្តីពិតម្ល៉េះហើយនៅពេលអប់រំបានសម្រេចហើយក៏ជាតួបុណ្យផងគ្រប់គ្រងទានសិលភាវនាផងបញ្ញាយល់ត្រូវក្នុងទីនេះពោលដោយសរុបគឺជាកម្មសកតាបញ្ញាយល់ឃើញថាការលិខិតជីវិតឲ្យសត្វលោកគឺអំពើល្អអាក្រក់ដែលសត្វលោកធ្វើដោយខ្លួនឯងកម្មសកតាបញ្ញានេះសម្រាប់អំពីបច្ច័យ3យ៉ាងគឺ1ស្ដាប់ដោយល្អ2ពិចារណាដោយល្អ3ភាវនាអប់រំចម្រើននៅវិបស្សនាដោយល្អចេតនាដែលប្រកបជាមួយកម្មសកតាបញ្ញាឈ្មោះថាទិដ្ឋុជុកម្មៈមានអលោភៈនិងអតោសៈជាហេតុក្នុងមុញ្ញនៈចេតនាប្រព្រឹត្តទៅដោយមហាកុសលញាណសម្បយុទ្ធ4ផងទិដ្ឋុជុកម្មៈនេះកាលបើជាបព្វចេតនានិងអបរចេតនាមានការប្រព្រឹត្តទៅដោយមហាកុសល8ដួងពាក្យថាអ្នកនេះអ្នកនោះធ្វើបុណ្យគ្រាន់តែជាវោហារសន្មតទៅលើខ្សែដំណរនៃបញ្ចខណ្ឌមួយខ្សែក្នុងសង្សារវដ្តតែប៉ុណ្ណោះបើតាមសភាវៈពិតត្រឹមតែជាការប្រព្រឹត្តទៅនៃមហាកុសលចេតនាកើតឡើងក្នុងវត្ថុនេះក្នុងវត្ថុនោះតែប៉ុណ្ណោះឯងហើយក៏អានឹងក៏បាត់ទៅណាកើតឡើងហើយក៏រលត់ទៅក៏បាត់ទៅនឹងរួចត្រូវសន្សំទុកក្នុងសន្តានបានជាពូជឲ្យផលយ៉ាងណានឹងសម្ដែងនៅក្នុងនានាខនិកកម្មបច្ច័យសូមអនុមោទនា